ជំរាបសួរបាទពីទីក្រុងផឺតរដ្ឋ Western Australia នៃប្រទេសអូស្ត្រាលីបាទថ្ងៃនេះអាកាសធាតុល្អមិនត្រជាក់ពេកមិនក្តៅពេកប្រហែលជាចន្លោះ20ទៅ25ដឺក្រេបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំប្រធានបទថ្មីជូនបងប្អូនទាំងគ្នាពាក់ព័ន្ធការសារនៅក្រៅប្រទេសដដែលហ្នឹងបាទហើយក៏ជាប្រធានបទមួយដែលជាឱកាសមាសដល់បងប្អូនសិស្សានុសិស្សខ្មែរយើងទាំងអស់គ្នាដែលអាចស្វែងយល់ពីព័ត៌មាននេះបានចាប់ពីអាយុថា12ឆ្នាំរហូតទៅដល់40ឆ្នាំ50ឆ្នាំបាទ60 70ឆ្នាំតាមដែលបងប្អូនចង់ស្វែងយល់បន្ថែមពីការសានៅក្រៅប្រទេសដែលជាឱកាសមាសថ្ងៃនេះបាទអញ្ចឹងយើងឥឡូវខ្ញុំចូលប្រធានបទយើងទៅកុំខាត់ពេលច្រើនបាទដោយបងប្អូនបានដឹងហើយថានៅពេលណាដែលមានបេដាសិស្សបញ្ជូនកូនចៅទៅបន្តការសារនៅក្រៅប្រទេសគឺត្រូវចំណាយទាំងថ្លៃសារថ្លៃរស់នៅនិងសហូយផ្សេងៗហ្នឹងយ៉ាងតិចក៏$20,000បាទ$25,000អាមេរិកាំង$50,000អាមេរិកាំង$7,000រហូតដល់$15,000អាមេរិកាំងក៏មានដែរបាទប៉ុន្តែថ្ងៃនេះខ្ញុំនឹងណែនាំអ្នកនរគ្នាអំពីកម្មវិធីមួយដែលអ្នកងារផ្សេងបាទកម្រនឹងចែកម្លែកពីចំណេះដឹងកម្មវិធីហ្នឹងណាបាទអញ្ចឹងមានកម្មវិធីមួយបាទគឺទៅសិក្សាអត់គិតថ្លៃបាទទូបានប្រាក់ខែប្រចាំខែចន្លោះពី€800ទៅ€1,300មានពេលខ្លះគេថាអាចដល់€1,500ក៏មានដែរបាទពេលសារចប់បងប្អូនអាចស្វែងរកសិទ្ធិបម្រើការងារពេញច្បាប់នៅប្រទេសអឺរ៉ុបហ្នឹងបាទហើយមានឱកាសសន្សំសិទ្ធិរស់នៅនិងសញ្ជាតិនៅពេលក្រោយទៀតបាទតើបងប្អូនជឿទេថាមានកម្មវិធីបែបនេះដែលជាឱកាសមាសសម្រាប់បងប្អូនទាំងគ្នាបាទអញ្ចឹងពេលដែលចំណេញច្រើនពេកល្អពេកបាទប្រយ័ត្នចាញ់បោកគេគេបោកយកថ្លៃរត់ការធានាចេះចោះថាបានតែធ្វើការបានតែរៀននៅក្រៅប្រទេសអីនៅពេលណាយើងស្ដាប់ឮថាដូចថាវាស្រួលពេកបាទវាចំណេញច្រើនពេកដូចជាមិនគួរឲ្យជឿបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំកម្មវិធីមួយគេហៅថា Ausbildung បាទជាភាសាអាល្លឺម៉ង់ប្រែជាភាសាខ្មែរយើងមានន័យថាការសារជំនាញវិជ្ជាជីវៈបាទដែល Ausbildung ហ្នឹងគឺគេសិក្សាតែ30%ទេទស្សដីហើយ70%ទៀតគឺគេចុះអនុវត្តផ្ទាល់បាទចុះកម្មសារផ្ទាល់ហើយកម្មសារហ្នឹងគឺគេបានបកគោប្រាក់ខែជូនសិក្ខាកាមដូចខ្ញុំបានបញ្ជាក់ហ្នឹងគឺមានចន្លោះអាចពី€800រហូតដល់€1,300ឬក៏€1,500តាមការងារយើងជាក់ស្ដែងបាទហើយ Ausbildung ហ្នឹងគឺលក្ខខណ្ឌគេបាទគេត្រូវការយើងមានតែត្រឹមសញ្ញាបត្របាក់ឌុបទេមានថាយើងជាប់បាក់ឌុបបានអាចដាក់បានហើយចំពោះអាយុវិញគឺมันមានការកំណត់ទេបាទមានន័យថាចាប់ពី18ឆ្នាំឡើងលើរហូតដល់40 45អីហ្នឹងអានេះយើងគួរព្យាយាមដែរបើយើងអាយុច្រើនពេកបាទតែអាយុដែលគេពេញនិយមគឺពេញកម្លាំងវ័យពេញកម្លាំងគឺចាប់ពីចន្លោះពី18ទៅ30ឆ្នាំបាទហើយ Ausbildung ហ្នឹងគឺគេសិក្សាជាភាសាអាល្លឺម៉ង់បាទនៅប្រទេសអាល្លឺម៉ង់ម្ដងបាទមានជំនាញច្រើនបាទជំនាញពេញនិយមបាទដូចជាគិលានុស្ថាបដ្ឋាកបាទវិស័យវិទ្យាស្ថានកិច្ចទេសចរចុងភៅវិស័យបច្ចេកវិទ្យាបាទវិស័យមេកាត្រូនិកមានជាច្រើនទៀតបាទតែខ្ញុំមកលើកមកមុនហ្នឹងគឺជំនាញតែពេញនិយមបាទតែគេត្រូវការខ្លាំងបាទហើយនៅពេលបញ្ចប់ Ausbildung ហ្នឹងគឺជារយៈពេលអាចពី2ទៅ4ឆ្នាំនៅពេលបញ្ចប់គឺបងប្អូនអាចដាក់ពាក្យសុំសិទ្ធិធ្វើការនៅប្រទេសអាល្លឺម៉ង់បាទឬមួយក៏សុំសិទ្ធិរស់នៅអានឹងរយៈពេលក្រោយទៀតរហូតដល់មានឱកាសបានជាតិអាល្លឺម៉ង់ដែរបើយើងគ្រប់លក្ខខណ្ឌគេដាក់ពាក្យបានបាទហើយចំពោះព័ត៌មានលម្អិតអំពីការដាក់ពាក្យ Ausbildung ហ្នឹងគឺខ្ញុំបាទផ្ទាល់បានរៀបរៀងសភៅភាគទី2បាទភាគទី2នេះ
បាទ The Overseas Blueprint KH ភាគទី2បាទគឺប្លង់មេអស្ពីដងនៅអាល្លឺម៉ង់បាទរៀនឥតគិតថ្លៃធ្វើការបានប្រាក់ខែនិងឱកាសរស់នៅអឺរ៉ុបបាទជាផែនការមាសបាទអញ្ចឹងសភៅនេះយើងប្រកាសដាក់លក់ហើយតម្លៃពេញគឺ$25អាមេរិកាំងហើយតម្លៃពិសេសearly bird promotion 50ក្បាលដំបូងគឺយើងលក់តែ$19.99អាមេរិកាំងទេបាទសភៅនេះគឺយើងមានបញ្យលលំអិតបាទអំពីអស្ប៊ីដងពីឱកាសអីខ្លះពីរបៀបធៀមខ្លួនរយៈពេល12ខែទៅ15ខែហ្នឹងបាទរបៀបសរសេរ CV សម្ភាសដើម្បីដាក់ពាក្យអស្ប៊ីដងហ្នឹងរបៀបស្នើសុំទិដ្ឋាការបាទមានចំណាយប្រមាណក្នុងការរត់ការខ្លួនឯងសភៅនេះគឺយើងដាក់ DIY នេះបាទ DIY នេះគឺសម្រាប់បងប្អូនរត់ការខ្លួនឯងបាទយើងអត់ចាំបាច់ទៅពឹងពាក់ភ្នាក់ងារនំតខាតថ្លៃសេវាកម្មនេះហើយបើសិនជាមានបញ្ហាពាក់ព័ន្ធនឹងវីសាអាចប្រសារបស់ខ្ញុំបាទតើយើងអត់គិតថ្លៃទេពាក់ព័ន្ធនឹងសំណួរវីសាខ្លះណាបាទសំណួរវីសាគឺយើងអាចជួយប្រឹក្សាបានខ្លះបាទប៉ុន្តែសភៅនេះគឺគេហៅថាពី A ទៅ Z A ទៅ Z មានដូចថាពីដើមដល់ចប់គឺប្រាប់ទាំងអស់សភៅនេះបាទហើយយើងគិតមើលទៅរៀននៅស្រុកគេចំណាយ$10,000ទិញសភៅនេះមួយក្បាលតែ$19.99ឬក៏$25ពេលឈប់early bird promotion គឺយើងមានឱកាសដាក់ពាក្យទៅរៀននៅក្រៅប្រទេសនៅប្រទេសអាល្លឺម៉ង់បាទក្នុងសហគមន៍អឺរ៉ុបបាទហើយយើងមានភាគ1បាទភាគ1គឺត្រៀមខ្លួនបាទត្រៀមខ្លួនសម្រាប់ការសាបងថ្លៃមានចាប់ពីឆ្នាំ$2,000 $3,000លើការសាបងថ្លៃតែភាគ2អស្ប៊ីដងគឺទៅសារនៅអាល្លឺម៉ង់អត់បងថ្លៃទេបាទអញ្ចឹងបើសិនជាបងប្អូនជាវសភៅ2នេះបាទភាគ1និងភាគ2បាទភាគ1និងភាគ2នេះគឺយើងមានតម្លៃពិសេសបាទតម្លៃពិសេសគឺតែ$30ទេពីក្បាលនេះណាបាទតែបើយើងជាវមួយក្បាលដូចភាគ1នេះគឺនៅតម្លៃ early bird ទេបាទនេះតែ$9.99ទេបាទភាគ2គឺ$14.99បាទ$19.99បាទអត់ដល់$20ទេបាទអញ្ចឹងសភៅនេះប្រហែលជាយើងហូប breakfast ហូបអីហ្នឹងតែមួយពេលពីរពេលទេបាទអញ្ចឹងបាទកុំភ្លេច follow page យើងបាទ The Overseas Blueprint KA ឬក៏ប្រាសាទ Study Abroad Consultancy ហ្នឹងដើម្បីស្វែងយល់បន្ថែមអំពីព័ត៌មានពាក់ព័ន្ធជាមួយនឹងមគ្គុទ្ទេសក៍មាស DIY យើងហ្នឹងតើមានអីខ្លះយើងបង្ហោះលម្អិតនៅក្នុង page ផង Telegram ផងហើយនឹងអាចមាន YouTube ដែរបាទអញ្ចឹងខ្ញុំបាទសូមអរគុណច្រើនចំពោះការទស្សនាវីដេអូនេះពីទីក្រុង Perth Dot Western Australia បាទបាយបាយប៉ុន្តែសូមជូនពរអ្នកទាំងអស់គ្នាឲ្យសុខសប្បាយបាទសុខសប្បាយអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិយើងខាងមុខនេះបាទសុខសប្បាយទាំងអស់គ្នាបាទហើយយើងឆ្នាំថ្មីចាប់ដើមអ្វីៗថ្មីៗទាំងអស់គ្នាបាទអរគុណច្រើនបាទ